រឿងក្អែកការកូនមានសេចក្តីដំណើរថាមានស្ដេចក្អែកមួយនៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ថ្ងៃមួយក្អែកនេះបានរៀបចំការកូនឲ្យមានគូស្រករស្ដេចក្អែកបានចាត់ឲ្យពួកពលទៅអញ្ជើញញៀវមកស៊ីការលុះដល់ថ្ងៃកំណត់រៀបចំផ្សំគុំកូនប្រុសស្រីទាំងពីរហើយពួកសត្វទាំងអស់ដែលក្អែកបានអញ្ជើញក៏បានមកដល់ជួបជុំផឹកស៊ីយ៉ាងកក្រឹកកក្រែងនិយាយពីស្ដេចអណ្ដើកដែលស្ដេចក្អែកអញ្ជើញមកវាខំវាឡើងទៅនឹងគេដែរតែដោយហេតុជើងវាខ្លីពេកក៏មកដល់ក្រោយគេលុះទៅដល់ដើមត្នោតសត្វអណ្ដើកដកកមើលទៅខាងលើក៏ឃើញសត្វជាច្រើនកំពុងស៊ីផឹកអណ្ដើកនឹកឃ្លានណាស់តែមិនដឹងធ្វើដូចម្ដេចនឹងឡើងទៅលើចុងត្នោតបានពេលនោះស្រាប់តែមានពស់មួយលុនមកដល់អណ្ដើកក៏សួរទៅពស់ថាបងពស់ទៅណាដែរពស់ឆ្លើយខ្ញុំបំរុងនឹងទៅស៊ីការកូនបងក្អែកចុះបងអណ្ដើកឯងមកទីនេះធ្វើអ្វីដែរអណ្ដើកឆ្លើយថាខ្ញុំបំរុងទៅស៊ីការកូនបងក្អែកដែរពស់ប្រាប់អណ្ដើកបើដូច្នេះសូមបងអណ្ដើកខំកន្ទុយខ្ញុំមកខ្ញុំនឹងលុនយោងឡើងទៅលើតែសូមប្រុងប្រយ័ត្នមាត់បន្តិចអណ្ដើកត្រេកអរក៏ខំកន្ទុយពស់ភ្លាមពស់ក៏ឡើងទៅលើចុងត្នោតលុះឡើងទៅដល់លើចុងត្នោតស្ដេចក្អែកក្រឡេកឃើញអណ្ដើកក៏ស្រែកស៊ូជាការគួសមថាយីបងអណ្ដើកអញ្ជើញមកដែរអណ្ដើកភ្លេចខ្លួនឆ្លើយទទួលពាក្យគួសមនេះវិញបាទមួយរំពេចនោះអណ្ដើកក៏របូតមាត់ពីកន្ទុយពស់ធ្លាក់ពោកមកលើដីបណ្ដាលឲ្យស្រាំស្នោកនៅជួបស្នាមរហូតមកដល់សព្វថ្ងៃនេះរឿងកញ្ជ្រោងនិងកូនពពែមានមេពពែមួយរស់នៅជាមួយនឹងកូនក្នុងផ្ទះមួយក្បែរមាត់ព្រៃរាល់ថ្ងៃមុននឹងចេញទៅរកចំណីមេពពែតែងតែផ្ដាំកូនថានៅពេលដែលម៉ែមិននៅផ្ទះកូនកុំដើរលេងផ្ដេសផ្ដាសឲ្យសោះណាកូនម្យ៉ាងទៀតបើមាននរណាគោះទ្វារហៅកូនឲ្យបើកទ្វារចូលកូនកុំបើកព្រោះនៅក្នុងព្រៃនេះមានសត្វសាហាវច្រើនណាស់នៅពេលម៉ែត្រឡប់មកវិញម៉ែនឹងគោះទ្វារហៅកូនរួចលូកជើងមុខចូលចន្លោះក្រោមទ្វារបង្ហាញកូនជាសញ្ញាមេពពែផ្ដែផ្ដាំកូនរួចហើយក៏ចាក់ចេញទៅរកចំណីបាត់ទៅចំណែកឯកូនពពែក៏បិទទ្វារជិតធ្វើតាមបណ្ដាំរបស់មេពេលនោះជាឱកាសល្អសម្រាប់កញ្ជ្រោងមួយដែលបានចូលលួចស្ដាប់ការណែនាំរបស់មេពពែមួយសន្ទុះធំក្រោយមកកញ្ជ្រោងក៏ចូលទៅគោះទ្វារតុក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 កូនពពែក៏ស៊ូនរណានឹងម៉ែឬកញ្ជ្រោងក៏ឆ្លើយធ្វើសំឡេងដូចមេពពែគឺម៉ែណាកូនកូនបើកទ្វារឲ្យម៉ែផងម៉ែមកវិញហើយកូនពពែឆ្លើយថាសូមម៉ែលូកជើងបង្ហាញកូនមកកញ្ជ្រោងក៏លូកជើងតាមចន្លោះក្រោមទ្វារបង្ហាញកូនពពែកូនពពែក៏ស្រែកឡើងថាទេមិនមែនម៉ែខ្ញុំទេជើងធំខ្មៅព្រិចដូចនេះពិតជាជើងកញ្ជ្រោងហើយរឿងដឹងសងដឹងអំបែងសងអំបែងមាននិទានមួយថាមានបុរសប្តីប្រពន្ធមានកូនប្រុសម្នាក់បុរសជាប្តីនោះទៅខ្ចីដឹងពីសេដ្ឋីម្នាក់យកទៅកាប់អស់នៅពេលបុរសនោះលើកដឹងឡើងកាប់ស្រាប់តែដឹងរង្គោះខ្ទាតទៅត្រូវប្រាសមួយហើយប្រាសនោះក៏បោលចូលទៅក្នុងព្រៃបាត់ទៅបុរសនោះបានទៅអង្វរសេដ្ឋីសុំសងដឹងថ្មីមួយជាពីររហូតដល់10ក៏សេដ្ឋីនៅតែមិនព្រមយកបុរសនិងប្រពន្ធបានព្រមព្រៀងគ្នាយកកូនកំលោះឲ្យទៅបម្រើសេដ្ឋីជាសំណងដឹងនោះទើបសេដ្ឋីព្រមទទួលថ្ងៃក្រោយមកបុរសនោះបានរកឃើញដឹងនៅជួបនឹងខ្លួនសត្វប្រើសមួយងាប់រលួយគាត់មានសេចក្តីត្រេកអរខ្លាំងណាស់ហើយក៏យកផ្លែដឹងនោះមកលាងទឹកឲ្យស្អាតរួចយកទៅឲ្យសេដ្ឋីហើយសុំយកកូនប្រុសមកវិញថ្ងៃមួយបុរសប្តីប្រពន្ធនាំគ្នាដាល់អំបុកហូបកូនសេដ្ឋីធុំក្លិនអំបុកនឹកចង់ហូបសេដ្ឋីក៏ទៅខ្ចីអំបុកបុរសនោះលុះដាល់អំបុករួចស្រាប់តែមានឆ្កែ
ប្រខំគ្នាពីលើអំបែងនោះបែកខ្ទេចអស់សេដ្ឋីទៅប្រាប់បុរសនោះយំគក់ទ្រង់ទោះសេដ្ឋីសុំសងអំបែងថ្មីមួយជា10ក៏ពុំព្រមយកដែររឿងនេះមានការប្តឹងផ្តល់គ្នាដល់ព្រះមហាក្សត្រព្រះអង្គក៏កាត់សេចក្តីឲ្យសេដ្ឋីយកកូនស្រីខ្លួនទៅបម្រើគ្រួសារបុរសនោះវិញ